សម្រាប់ខ្ញុំចូលចិត្តបានមួយឆ្នាំប៉ុន្តែសម្រាប់ Impact Hub គឺខួប10ឆ្នាំចឹងអាចមើលវីដេអូនេះទាំងអស់គ្នាគឺវីដេអូសកម្មភាពពេលដែលពួកខ្ញុំរៀបចំកម្មវិធីខួប10ឆ្នាំរបស់ក្រុមហ៊ុនរបស់ពួកខ្ញុំ Impact Hub ភ្នំពេញ Yeah, you could be the greatest, you could be the best, you could be the King Kong banging on his chest, you could beat the world, you could beat the war, you could talk to God, go banging on his door, you could throw your hands up, you can beat the clock, you can move a mountain, you can break rocks, you could be a master, don't wait for luck, dedicate yourself and you're gonna find yourself. Standing in the Hall of Fame, yeah. បទពិសោធន៍ចូលធ្វើការពេញម៉ោងជិតមួយឆ្នាំហើយពីដើមឆ្នាំទៅដល់ថ្ងៃ8ខែ1 2026នេះវិញគឺបានមួយឆ្នាំពេញហើយការដែលខ្ញុំសម្រេចចិត្តចូលមកធ្វើការងារពេញម៉ោងហ្នឹងវាជាការសម្រេចចិត្តមួយដែលត្រឹមត្រូវឬក៏ប្រសើរដែរអត់តើវាអាចធ្វើឲ្យខ្ញុំវង្វេងខ្លួនឯងភ្លេចនៅអីដែលខ្លួនឯងចង់បានក្តីសម័យឬក៏រូបភាពជីវិតមួយដែលខ្លួនចង់រស់នៅហ្នឹងតើអាចភ្លេចអត់មកដល់ត្រឹមចំណុចនេះអ្វីដែលខ្ញុំឆ្លុះប្រចាំងហើយរៀនសូត្របានហ្នឹងវាអាចប្រែប្រួលទៀតទៅមុខប៉ុន្តែមកដល់ត្រឹមឥឡូវហ្នឹងគឺខ្ញុំអាចនិយាយបានថាខ្ញុំបានរៀនវិវត្តខ្លួនពីកាលដែលដើរតាមក្តីសម័យឬក៏រូបភាពជីវិតដែលខ្លួនឯងចង់បានហើយវិវត្តខ្លួនមកជាកាលដែលរៀនរស់នៅឲ្យដូចរូបភាពជីវិតឬក៏ក្តីសម័យដែលខ្លួនឯងចង់បានក្នុងវីដេអូនេះខ្ញុំនឹងឆ្លុះប្រចាំងចែករំលែកបន្ថែមអំពីថាតើខ្ញុំចង់បានន័យដូចម៉េចឥឡូវនឹងធ្វើអីខ្ញុំគិតថាប្រហែលជាអ្នករាល់គ្នាធ្លាប់ឮសំណួរហ្នឹងធ្លាប់ត្រូវបានគេសួរជាពិសេសពីអ្នកដែលគាត់ធ្លាប់ស្គាល់យើងធ្លាប់ដឹងថាយើងចង់បានអីចង់ធ្វើអីកំពុងព្យាយាមធ្វើអីចឹងណាហើយសំណួរហ្នឹងគឺខ្ញុំត្រូវបានអ្នកដែលស្គាល់គ្នាហ្នឹងគាត់សួរកាលពីដើមឆ្នាំ2025នេះហើយខ្ញុំឆ្លើយតបទៅវិញថាឥឡូវហ្នឹងខ្ញុំចូលធ្វើការងារពេញម៉ោងហើយពីមុនពីទៅអត់តន់មានការងារពេញម៉ោងធ្វើឆ្នាំមុនហ្នឹង2024គឺខ្ញុំទៅដីរបស់ខ្លួនឯងហើយមានគំនិតចង់បង្កើតជាផ្ទះចកាមួយខ្លួនឯងប៉ុន្តែឆ្នាំ2025នេះក៏ត្រូវសម្រេចចិត្តបត់បែនបន្តិចហើយបកត្រឡប់មកធ្វើការងារពេញម៉ោងវិញហើយវាជាបទពិសោធន៍មួយដែលទាមទារខ្ញុំបន្ស៊ាំខ្លួនត្រឡប់មកធ្វើការងារពេញម៉ោងដែរអញ្ចឹងពេលដែលជួបគាត់ហើយសន្ទនាមួយគាត់បន្តិចហ្នឹងទៅធ្វើឲ្យខ្ញុំឆ្លុះប្រចាំងហើយមានមន្ទិលក្នុងចិត្តបន្តិចដែរថាតើការដែលខ្ញុំសម្រេចចិត្តចូលមកធ្វើការងារពេញម៉ោងហ្នឹងវាជាការសម្រេចចិត្តមួយដែលត្រឹមត្រូវឬក៏ប្រសើរដែរអត់ហើយអីដែលបារម្ភមួយទៀតហ្នឹងថាតើពេលដែលខ្ញុំចូលមកធ្វើការងារពេញម៉ោងដែលវាមិនត្រូវទាំងស្រុងឬក៏ចំទាំងស្រុងដូចនឹងអ្វីដែលខ្ញុំធ្លាប់ធ្វើពីមុនពេលដែលអត់តន់ចូលធ្វើការងារពេញម៉ោងហ្នឹងទេហ្នឹងតើវាអាចធ្វើឲ្យខ្ញុំវង្វេងខ្លួនឯងភ្លេចនៅអីដែលខ្លួនឯងចង់បានដីសម័យឬក៏រូបភាពជីវិតមួយដែលខ្លួនចង់រស់នៅហ្នឹងតើអាចភ្លេចអត់វាទៅបារម្ភដែរពេលដែលស្ដាប់និយាយមួយគាត់ទៅតើការដែលសម្រេចចិត្តមកធ្វើការពេញម៉ោងអញ្ចឹងវាមិនចំទៅនឹងអ្វីដែលខ្ញុំធ្លាប់ធ្វើពីមុនទាំងស្រុងកាល2024ទៅនៅដីធ្វើការឲ្យខ្លួនឯងធ្វើគម្រោងខ្លួនឯងអ្វីត្បិតតែវាមិនបានដូចចឹងទាំងស្រុងក៏ប៉ុន្តែខ្ញុំគិតថាអីដែលខ្ញុំធ្វើរាល់ថ្ងៃការងារដែលខ្ញុំធ្វើពេញម៉ោងនេះគឺខ្ញុំនឹងមិនអាចភ្លេចខ្លួនឯងឬក៏វង្វេងខ្លួនឯងទេដោយសារខ្ញុំតែងតែព្យាយាមឆ្លុះប្រចាំងហើយរក្សាការស្មោះត្រង់ជាមួយនឹងការឆ្លុះប្រចាំងខ្លួនឯងជារឿយៗនៅសំណួរមួយចំនួនដែលខ្ញុំបានលើកឡើងហ្នឹងថាតើវាចំជាមួយអីដែលខ្ញុំចង់ធ្វើឬក៏វានាំខ្ញុំឲ្យខិតគៀកទៅរូបភាពជីវិតដែលខ្ញុំចង់រស់នៅចឹងហើយខ្ញុំគិតថាដរាបណាខ្ញុំនៅតែបន្តឆ្លុះប្រចាំងហើយស្មោះត្រង់ជាមួយការឆ្លុះប្រចាំងខ្លួនឯងហើយនិយាយទំនាក់ទំនងការឆ្លុះប្រចាំងហ្នឹងទៅក្រុមការងាររបស់ខ្ញុំដែលពួកគាត់ពិតជាចង់ជួយឲ្យខ្ញុំសម្រេចបាននៅអីដែលខ្ញុំចង់សម្រេចបាននឹងមែនអញ្ចឹងខ្ញុំអត់ងាយនឹងវង្វេងភ្លេចខ្លួនឯងទេកុំឲ្យតែខ្ញុំអត់ឆ្លុះប្រចាំងអត់ស្មោះត្រង់មួយខ្លួនឯងហើយធ្វើទៅភ្លេចខ្លួនឯងត្រូវបានអូសទាញដោយមជ្ឈដ្ឋានជុំវិញខ្លួនឬក៏ផ្នត់គំនិតមួយចំនួនរបស់សង្គមជុំវិញខ្លួននឹងទៅ
គឺអត់ជាបញ្ហាទេហើយអ្វីដែលខ្ញុំសួរខ្លួនឯងជារឿយមួយទៀតពេលដែលចូលធ្វើការពេញម៉ោងហើយនឹងដូចគ្នាគឺថាតើការងារដែលខ្ញុំធ្វើហ្នឹងវាពិតជាស៊ីគ្នាឬក៏ត្រូវផ្លូវជាមួយនឹងអ្វីដែលខ្ញុំចង់បានឬក៏អាចនឹងនាំខ្ញុំឲ្យខិតគៀកទៅកាន់រូបភាពជីវិតដែលខ្ញុំចង់រស់នៅដែរអត់ធ្វើការពីផ្ទះមានផ្ទះចំការខ្លួនឯងមិនចាំបាច់ទៅតែ office រហូតណាជាក់ស្ដែងទៅខ្ញុំមានអារម្មណ៍ថាខ្ញុំមិនមែនគ្រាន់តែរស់នៅតាមរូបភាពជីវិតដែលចង់បានទេប៉ុន្តែរស់នៅដូចកន្លែងហ្នឹងដែលខុសគ្នាគឺពាក្យហ្នឹងមួយតាមមួយដូចតាមនេះថាយើងតាមរស់នៅតាមប៉ុន្តែមិនប្រកាសថាយើងតាមដល់ណាប៉ុន្តែបើរស់នៅដូចមានន័យថាយើងព្យាយាមរស់នៅជីវិតយើងរាល់ថ្ងៃការងារយើងរាល់ថ្ងៃហ្នឹងឲ្យដូចឬក៏ស្រដៀងទៅនឹងរូបភាពជីវិតដែលយើងចង់រស់នៅអញ្ចឹងខ្ញុំមានអារម្មណ៍ថាឥឡូវហ្នឹងគឺខ្ញុំកំពុងតែរស់នៅដូចហើយមានន័យថាអ្វីត្បិតតែខ្ញុំធ្វើការងារពេញម៉ោងប៉ុន្តែកន្លែងការងារខ្ញុំបត់បែនច្រើនអញ្ចឹងខ្ញុំអាចស្នើសុំពេលវេលាចូលធ្វើការហ្នឹងយូរចូលប៉ុន្តែក្រចេញដែរហើយមួយទៀតក៏អនុញ្ញាតឲ្យខ្ញុំមានពេលធ្វើការពីចម្ងាយច្រើនគ្រាន់បើដែរក្នុងមួយអាទិត្យឬក៏ក្នុងមួយខែអញ្ចឹងសម្រាប់ខ្ញុំការងារហ្នឹងគឺនៅតែក្នុងវិស័យការងារកសិកម្មដដែលពេលខ្លះពាក់ព័ន្ធភ្ជាប់គ្នាជាមួយនឹងបរិស្ថានដូចគ្នាជាចំណាប់អារម្មណ៍របស់ខ្ញុំហើយមួយទៀតការងាររបស់ខ្ញុំហ្នឹងគឺពាក់ព័ន្ធនឹងការគ្រប់គ្រងអាជីវកម្មខ្នាតតូចក៏ដូចជាមធ្យមដែលជាអ្វីដែលខ្ញុំចង់ពង្រឹងអ្វីដែលខ្ញុំចង់ស្រាវជ្រាវរៀនសូត្របន្ថែមហើយអញ្ចឹងកំពុងតែធ្វើវាហើយកំពុងតែរស់ដូចវាហើយអញ្ចឹងខ្ញុំគិតថាសម្រាប់សំណួរហ្នឹងខ្ញុំអាចឆ្លើយបានថាខ្ញុំវាអត់ខុសគ្នាឆ្ងាយពីរូបភាពជីវិតដែលខ្ញុំចង់បានទេហើយសំណួរភ្ជាប់គ្នានឹងមួយទៀតគឺថាតើការងារដែលខ្ញុំកំពុងធ្វើរាល់ថ្ងៃនេះវាពិតជាជួយឬក៏ផ្ដល់ផលជះវិជ្ជមានទៅដល់អ្នកទទួលផលដែលយើងចង់ជួយនឹងដែរឬអត់ឧទាហរណ៍ឆ្នាំនេះខ្ញុំមានធ្វើគម្រោងមួយដែលពាក់ព័ន្ធនឹងកសិកម្មដែលមានឈ្មោះថាកម្មវិធីបណ្ដុះធុរកិច្ចកសិកម្មខ្មែរសម័យថ្មីហ្នឹងគឺយើងមានធ្វើជាសកម្មភាពគោលមួយចំនួនឧទាហរណ៍ពីដើមទីមកគឺយើងមានជ្រើសរើសអ្នកចូលរួមដែលគាត់អាចជាសហគមន៍កសិកម្មឬក៏ជាអាជីវកម្មដែលធ្វើលើការងារកសិកម្មអញ្ចឹងទៅជាពិសេសឆ្នាំនេះហ្នឹងយើងផ្ដោតលើ3អាចថាបសុបក្សីអាចថាស្រូវឬក៏បន្លែហើយយើងជ្រើសរើសបានទាំងអស់8ក្រុម8សហគមន៍ឬក៏អាជីវកម្មចូលរួមកម្មវិធីរបស់យើងបន្ទាប់មកយើងមានជាវគ្គបណ្ដុះបណ្ដាលឬក៏គេហៅវគ្គបណ្ដុះធុរកិច្ចហ្នឹងដែលផ្ដោតលើការពង្រឹងសមត្ថភាពចំណេះដឹងឬក៏បទពិសោធន៍របស់គាត់ពាក់ព័ន្ធទៅនឹងការធ្វើអាជីវកម្មកសិកម្មអញ្ចឹងក្នុងហ្នឹងយើងមានជាវគ្គថ្នាក់បង្រៀនអនឡាញអានឹងជារូបភាពមួយដែលយើងធ្វើក្នុងការពង្រឹងសមត្ថភាពរបស់គាត់មួយទៀតយើងមានជាសកម្មភាពគ្រូណែនាំដែលជាគ្រូជំនាញតាមផ្នែកមួយមានទាំងផ្នែកអាជីវកម្មផ្នែកបសុបក្សីផ្នែកបន្លែផ្នែកស្រូវអញ្ចឹងទៅគាត់ប្រឹក្សាយោបល់ផ្ទាល់ជាមួយនឹងក្រុមមួយហើយក្នុងនោះមួយផ្នែកទៀតគឺមានខ្ញុំខ្លួនឯងផ្ទាល់ដែលធ្វើការភាសាផ្ទាល់ឬក៏ប្រឹក្សាយោបល់ផ្ទាល់មួយទល់មួយជាមួយនឹងសហគមន៍នីមួយដែរឬក៏អាជីវកម្មនីមួយដែរមុននឹងយើងអាចផ្ដល់ជាការបំពេញបន្ថែមទាំងអស់នឹងទៅគាត់បានក៏យើងមានជាការធ្វើពិគ្រោះអាជីវកម្មជាមួយនឹងក្រុមឬក៏អាជីវកម្មមួយហ្នឹងឲ្យដឹងថាគាត់មានចំណុចខ្លាំងអីគេគាត់នៅខ្វះអីគេគាត់មានធនធានអីគេខ្លះហើយនៅក្នុងមូលដ្ឋានរបស់គាត់ដើម្បីយើងអាចមានព័ត៌មានទាំងអស់ហ្នឹងយកមកធ្វើការបត់បែនរចនាមេរៀនឬក៏ការគ្រប់គ្រងរបស់យើងហ្នឹងឲ្យវាចំទៅតាមករណីតម្រូវការរបស់គាត់មួយពេលដែលយើងចប់ពីសកម្មភាពបណ្ដុះធុរកិច្ចរបស់គាត់ហ្នឹងក្នុងហ្នឹងយើងក៏មានជាវគ្គដែលនាំគាត់ចុះទៅទស្សនកិច្ចសិក្សានៅតាមខេត្តទៅកន្លែងកសិដ្ឋានទៅកន្លែងសហគមន៍កសិកម្មគំរូផ្សេងដើម្បីឲ្យគាត់អាចមានឱកាសហ្នឹងបានរៀនសូត្រពីបច្ចេកទេសពីផ្នត់គំនិតអាជីវកម្មក្តីផ្នត់គំនិតបច្ចេកទេសកសិកម្មថ្មីក្តីហើយក្នុងពេលមួយគ្នាមានពេលសម្រាប់អាច
ផ្លាស់ប្ដូរបទពិសោធន៍ចែកម្លែកពីបញ្ហាជាគំនិតដំណោះស្រាយហើយដែលសំខាន់ជាងនឹងទៀតហ្នឹងគឺមានឱកាសអាចផ្លាស់ប្ដូរទំនាក់ទំនងមួយគ្នាហើយក្នុងហ្នឹងអាចមានជីវភាពគាត់អាចចាប់ដៃគូរកស៊ីឬក៏ធ្វើអាជីវកម្មជាមួយគ្នាបានគ្រប់គង់កសិផលទៅផ្សារឬក៏ផ្សារទទួលទិញកសិផលពីសហគមន៍អញ្ចឹងទៅចា៎ហ្នឹងក៏ជាសកម្មភាពធំមួយទៀតដែរការចុះទស្សនកិច្ចសិក្សាតាមដានមើលវីដេអូខ្លីនេះទាំងអស់គ្នាគឺជាវីដេអូដែលបង្ហាញអំពីសកម្មភាពចុះទស្សនកិច្ចសិក្សារបស់កម្មវិធីយើងផ្នែកមួយនៃកម្មវិធីការងារដែលខ្ញុំធ្វើគឺយើងនាំសហគមន៍កសិកម្មហើយអាជីវកម្មកសិកម្មចុះមកទស្សនកិច្ចសិក្សាហើយថ្ងៃនេះហ្នឹងគឺនាំពួកគាត់ចុះមកមើលកន្លែងសហគមន៍កសិកម្មនៅខេត្តសៀមរាបខាងទំនប់មកកាអភិវឌ្ឍថ្មីហើយគាត់នាំមកមើលផលិតកម្មមាន់របស់គាត់ការចិញ្ចឹមមាន់សាច់មាន់យកពងដើម្បីលក់ផ្គត់ផ្គង់ទៅទីផ្សារពីចេញពីសហគមន៍ខាងទំនប់មកកាអភិវឌ្ឍថ្មីនៅជាក្រែងមកខាងសហគមន៍បដោតលើមាន់យើងមកបាយនៅកសិដ្ឋានរបស់កងហុងគាត់ដាក់ឈ្មោះថាហុងអេកូហ្វាមហើយអញ្ចឹងមកដល់កន្លែងគាត់នេះគឺមានដំណាំច្រើនមានទាំងបន្លែមានទាំងដំណាំឈើហូបផ្លែមានទាំងប្រភេទមាន់ចិញ្ចឹមត្រីហើយផ្សេងៗគឺមានច្រើននៅនេះយើងក៏មានជាកញ្ចប់ជំនួយតូចសម្រាប់ឲ្យក្រុមមួយគាត់យកទៅអនុវត្តសកម្មភាពអាជីវកម្មដែលគាត់ស្នើសុំតាំងពីជាប់ចូលកម្មវិធីមកបើសិនជាគាត់សហគមន៍មាន់ឬក៏បសុបក្សីគាត់ចង់បង្កើតជាក្រុមចិញ្ចឹមមាន់ផលិតមាន់លក់ជុំគ្នាអញ្ចឹងគាត់អាចយកកញ្ចប់ជំនួយទីទួយហ្នឹងយកទៅធ្វើរៀបចំចងក្រងបង្កើតក្រុមមាន់នឹងមកហើយបើសិនជាបន្លែស្រូវក៏អាចកើតឡើងក្នុងរូបភាពដូចគ្នាចឹងដែរក្នុងហ្នឹងយើងក៏មានជាការធ្វើវីដេអូសម្រាប់បង្ហាញពីអាជីវកម្មរបស់គាត់មួយយើងចុះថតផ្ទាល់ពីសកម្មភាពពីសាច់រឿងរបស់គាត់ហើយចងក្រងជាកូនវីដេអូឯកសារមួយសម្រាប់ផ្សព្វផ្សាយពីសកម្មភាពក៏ដូចជាសហគមន៍ឬក៏អាជីវកម្មរបស់គាត់ដែលវីដេអូហ្នឹងចុងបញ្ចប់នៃកម្មវិធីយើងនឹងយកមកអាចចាក់បង្ហាញនៅថ្ងៃដែលយើងហៅថា demo day ឬក៏ថ្ងៃបង្ហាញជាសាធារណៈហ្នឹងគឺយើងអាចយកវីដេអូហ្នឹងមកចាក់បង្ហាញហើយការដាក់បង្ហាញជាសាធារណៈហ្នឹងគឺសហគមន៍ឬក៏អាជីវកម្មនីមួយៗហ្នឹងគាត់អញ្ជើញមកចូលរួមនៅទីតាំងកម្មវិធីរបស់យើងអញ្ចឹងទៅមានជាស្តង់សម្រាប់ដាក់បង្ហាញពីសមិទ្ធផលពីកសិផលពីសកម្មភាពដែលគាត់បានធ្វើកន្លងមកចា៎ហ្នឹងជាសកម្មភាពត្រួសដែលកម្មវិធីរបស់យើងធ្វើជាមួយនឹងអ្នកដែលបានត្រូវជ្រើសរើសចូលមកក្នុងកម្មវិធីប៉ុន្តែក្នុងពេលធ្វើអាកម្មវិធីហ្នឹងក្នុងពេលអនុវត្តឬក៏ប្រតិបត្តិការកម្មវិធីពីមួយចំណុចទៅមួយចំណុចហ្នឹងក្នុងនាមខ្ញុំជាអ្នកអនុវត្តសកម្មភាពទាំងអស់ហ្នឹងចេះតែសួរខ្លួនឯងថាតើទាំងអស់ហ្នឹងវាពិតជាជួយទៅកាន់សហគមន៍ដែលគាត់ចូលរួមនឹងអត់ឬក៏អាជីវកម្មដែលចូលរួមកម្មវិធីហ្នឹងមែនដែរអត់ហើយសំណួរហ្នឹងពេលដែលឆ្លើយចេញវាពិបាកមានន័យថាពេលខ្លះយើងធ្វើទៅវាដូចអត់លះពីចិត្តណាហើយពេលខ្លះក៏រៀងបាត់ទឹកចិត្តតិចដែរដោយសារយើងអត់ដឹងថាតើវាពិតជាជួយបានគាត់បានប៉ុណ្ណាហើយខ្ញុំគិតថាហ្នឹងវាស្រួលទេបើសិនជាខ្ញុំមិនព្យាយាមស្មោះត្រង់មួយខ្លួនឯងហើយចេះតែលួងលោមខ្លួនឯងថាហ្នឹងហើយធ្វើទៅអាហ្នឹងវាពិតជាជួយចេះវាពិតជាជួយអញ្ចោះបើសិនជាធ្វើអញ្ចឹងវាស្រួលទេវាអត់ជាបញ្ហាទេវាអាចទៅតាមហ្នឹងហើយធ្វើការងារហ្នឹងតាមទៅអញ្ចឹងទៅប៉ុន្តែ
នៅក្នុងកន្លែងការងាររបស់ខ្ញុំក៏ដូចជាក្រុមការងាររបស់ខ្ញុំយើងព្យាយាមលើកទឹកចិត្តឲ្យមានការឆ្លុះប្រចាំងឲ្យស្មោះត្រង់ជាមួយនឹងខ្លួនឯងក្តីជាមួយនឹងក្រុមការងារក្តីមើលឲ្យឃើញជាក់ស្ដែងថាតើអីដែលយើងធ្វើជាមួយនឹងក្រុមអ្នកទទួលផលក្នុងនេះជាសហគមន៍ឬក៏អាជីវកម្មហ្នឹងគាត់ពិតជាទទួលផលតាមតម្រូវការឬក៏អីដែលខ្វះខាតមែនអត់ឬក៏យើងធ្វើដោយសារអាហ្នឹងគ្រាន់តែជាសកម្មភាពរបស់គម្រោងអញ្ចឹងយើងត្រូវតែធ្វើវាចឹងពេលដែលពួកខ្ញុំឆ្លុះប្រចាំងអានឹងឲ្យស្មោះត្រង់ជាមួយការឆ្លុះប្រចាំងហ្នឹងទៅវាជួយច្រើនដែរវាជួយយើងអាចឃើញជាក់ស្ដែងពេលដែលធ្វើបដាឆ្លុះប្រចាំងបដាទៅថាបើសិនជាវាអត់កើតយើងអាចស្នើសុំឲ្យមានការបត់បែនស្នើសុំទៅម្ចាស់គម្រោងក្តីម្ចាស់ជំនួយក្តីឬក៏ដៃគូពាក់ព័ន្ធលើកហេតុផលថាម៉េចបានយើងបន្ទាប់ពីធ្វើបាន1 2 3ចំណុចទៅវាឃើញថាកន្លែងណាកើតកន្លែងណាកើតយើងឆ្លុះប្រចាំងភ្លាមស្នើសុំភ្លាមអាចបត់បែនបានអញ្ចឹងលើកឧទាហរណ៍មួយពីដើមទីខ្ញុំបានលើកឡើងត្រង់ចំណុចដែលនិយាយថាយើងផ្ដោតចង់ធ្វើជាវីដេអូឯកសារសម្រាប់បង្ហាញពីក្រុមមួយហ្នឹងប៉ុន្តែជាក់ស្ដែងទៅបន្ទាប់ពីចុះទៅជួបមួយពួកគាត់ផ្ទាល់ជជែកមួយពួកគាត់ទៅប្រហែលជាវាមិនសូវមានប្រយោជន៍ដល់ពួកគាត់អីដែលអាចនឹងមានប្រយោជន៍ទៅពួកគាត់ជាងគឺការដែលយើងអាចបណ្ដុះសមត្ថភាពគាត់ក្នុងការធ្វើជាមាតិកាផ្សព្វផ្សាយពីសកម្មភាពរបស់គាត់ខ្លួនឯងជាជាងយើងនាំអ្នកជំនាញទៅធ្វើវីដេអូឲ្យគាត់យើងនាំអ្នកជំនាញទៅបណ្ដុះបណ្ដាលគាត់ឲ្យគាត់អាចធ្វើវីដេអូមាតិកាខ្លួនឯងផ្សព្វផ្សាយពីសកម្មភាពពីអាជីវកម្មពីកសិកម្មរបស់គាត់បានអញ្ចឹងក៏យើងស្នើសុំទៅខាងចាស់គម្រោងលើកហេតុផលគេយល់ព្រមក៏យើងច្នៃវាឲ្យទៅជាវគ្គបណ្ដុះបណ្ដាលវិញអញ្ចឹងអានេះជាឧទាហរណ៍មួយនៃការដែលយើងធ្វើបណ្ដាលយើងឆ្លោះប្រចាំងបណ្ដាលហើយព្យាយាមស្មោះត្រង់ជាមួយនឹងការឆ្លោះប្រចាំងរបស់យើងនឹងបើវាកើតថាវាកើតបើវាអត់កើតថាវាអត់កើតហើយសម្រាប់ខ្ញុំចំណុចហ្នឹងវាជួយឲ្យខ្ញុំឆ្លើយបានទៅខ្លះដែរនៅអាសំណួរមួយដែលថាតើវាពិតជាជួយពួកគាត់មែនបានអត់ជាក់ស្ដែងទៅពេលដែលធ្វើការផ្ទាល់ជាមួយនឹងសហគមន៍ឬក៏នៅមូលដ្ឋានច្រើនឃើញបញ្ហាច្រើនដែលវាខុសពីបើសិនជាយើងនៅត្រឹម level គោលនយោបាយខាងលើពេលខ្លះយើងនិយាយយើងស្ដាប់គេទៅវាឃើញតែរឿងវិជ្ជមានច្រើនអញ្ចឹងណាគ្រាន់តែជាគំនិតល្អច្រើនអញ្ចឹងណាប៉ុន្តែដល់ពេលចុះផ្ទាល់ទៅមូលដ្ឋានវាឃើញបញ្ហាច្រើនវារឿងមួយដែលល្អគឺយើងបានឃើញបញ្ហាហើយយើងអាចយកអាហ្នឹងមកស្នើយកមកពុភោជាគំនិតដើម្បីរកដំណោះស្រាយប៉ុន្តែក្នុងពេលមួយគ្នាក្នុងនាមជាអ្នកអនុវត្តផ្ទាល់ឃើញតែបញ្ហាពេកវាធ្វើឲ្យបាក់ទឹកចិត្តធ្វើឲ្យមានអារម្មណ៍ថាដូចអវិជ្ជមានច្រើនអត់សូវសុទិដ្ឋិនិយមហ្នឹងចឹងហើយវាពីពេលមួយទៅពេលមួយវាពិបាកបើសិនជាយើងអត់រំលឹកខ្លួនឯងថាអីដែលខ្ញុំអនុវត្តធ្វើឲ្យជួយហ្នឹងគឺខ្ញុំរំលឹកខ្លួនឯងថាពេលខ្លះរឿងដែលយើងធ្វើហ្នឹងមិនឯងយើងធ្វើអត់អស់យើងអាចទៅដោះស្រាយបញ្ហាពិភពលោកទាំងមូលបានដោយតែយើងខ្លួនឯងម្នាក់វាទៅរួចហើយការជួយគ្រប់គ្រងឲ្យមានការប្រែប្រួលឲ្យប្រសើរឡើងហ្នឹងវាទាមទារពេលវេលាវាអាចធ្វើភ្លាមចង់បានផលភ្លាមវាអាចពិបាកអញ្ចឹងពេលដែលខ្ញុំរំលឹកខ្លួនឯងអញ្ចឹងទៅវាជួយឲ្យខ្ញុំហ្នឹងសេរីរំពឹងទុកខ្លួនឯងឲ្យវារៀងមានសភាពជាក់ស្ដែងមានលទ្ធភាពដែលអាចកើតឡើងហ្នឹងវាជាក់ស្ដែងជាងការដែលដាក់រំពឹងទុកខ្ពស់ពេកហើយពេលដែលខ្ញុំចាប់ដើមដឹងថាអញ្ចឹងក៏ចាប់ដើមរៀនដកខ្លួនចេញពីការដែលដាក់ខ្លួននៅមូលដ្ឋានឃើញតែបញ្ហាច្រើនហ្នឹងដកខ្លួនឲ្យមើលពីចង្អាយខ្លះដែរថាមើលរូបភាពធំមើលរយៈពេលវែងថាការងារបែបហ្នឹងវាទាមទារត្រូវការពេលវាត្រូវការឲ្យយើងផ្ដោតលើអីយើងអាចផ្ដោតទៅលើការស្វែងរកមើលអ្នកដឹកនាំអ្នកដែលមានបុគ្គលិកលក្ខណៈជាអ្នកដឹកនាំល្អយើងស្វែងរកមើលបុគ្គលអញ្ចឹងឲ្យបានច្រើននៅក្នុងកម្រិតមូលដ្ឋានរួចហើយក្នុងនាមជាអ្នកធ្វើកម្មវិធីឬក៏គម្រោងយើងរកវិធីធ្វើម៉េចតាក់ទាញអ្នកដែលមានសមត្ថភាពមិនចាំបាច់ថាគាត់ត្រូវតែធ្វើការងារកសិកម្មទេគាត់អាចជំនាញហិរញ្ញវត្ថុគាត់អាចជំនាញខាងទីផ្សារជំនាញខាងច្នៃប្រឌិតបច្ចេកវិទ្យាជំនាញខាងសិល្បៈខាងមាតិកាឯណានោះផ្សេងទេប៉ុន្តែយើងរកវិធីអាចតាក់ទាញគាត់មកចាប់អារម្មណ៍ធ្វើការងារមួយ
ថ្នាក់ដឹកនាំឬក៏ជាមួយបុគ្គលដែលមានភាពជាអ្នកដឹកនាំនៅកម្រិតមូលដ្ឋាននឹងបានគឺជាជោគជ័យធំហើយជោគជ័យហ្នឹងគឺជាជោគជ័យរយៈពេលវែងទៀតមិនរយៈពេលខ្លីទេបើសិនជាយើងធ្វើបានអញ្ចឹងអាហ្នឹងជាមេរៀនធំមួយដែលខ្ញុំទទួលបានដែរពីការឆ្លុះបញ្ចាំងមានបទពិសោធន៍ជិត1ឆ្នាំនេះហើយនឹងចំណុចចុងក្រោយនៃការឆ្លុះបញ្ចាំងរបស់ខ្ញុំគឺធ្វើមិនធ្វើទៅកុំឲ្យធ្វើការដល់ភ្លេចខ្លួនឯងភ្លេចនឹងដូចតែសំណួរមួយខ្ញុំសួរអញ្ចឹងណាពីដើមទីថាតើការងារពេញម៉ោងរបស់ខ្ញុំអ្វីដែលខ្ញុំកំពុងធ្វើហ្នឹងវាត្រូវផ្លូវជាមួយនឹងរូបភាពជីវិតដែលខ្ញុំចង់បានអត់ខ្ញុំគិតថាពេលដែលយើងធ្វើការជួបបញ្ហាជួបអីច្រើនព្យាយាមដោះស្រាយប៉ុន្តែពេលខ្លះយើងឃើញលទ្ធផលពេលខ្លះក៏អត់ទាន់ឃើញពេលហ្នឹងវាងាយនឹងបាក់ទឹកចិត្តងាយនឹងអស់កម្លាំងចិត្តប៉ុន្តែបើសិនជាយើងអត់វង្វេងអត់បាត់ខ្លួនឯងយើងនៅយល់ឃើញថាការងារដែលយើងកំពុងធ្វើហ្នឹងតាមហេតុផលណាមួយវានៅតែពាក់ព័ន្ធជាមួយនឹងអ្វីដែលយើងចង់បានរូបភាពជីវិតដែលយើងចង់រស់នៅថ្ងៃអនាគតអញ្ចឹងវានឹងផ្ដល់ជាហេតុផលឬក៏ទឹកចិត្តមួយយើងនៅតែបន្តធ្វើអាហ្នឹងជាអីដែលខ្ញុំព្យាយាមបញ្ជាក់ហើយបញ្ជាក់ទៀតជាមួយខ្លួនឯងឆ្លុះបញ្ចាំងហើយឆ្លើយនៅសំណួរហ្នឹងហើយក្នុងហ្នឹងពេលដែលយើងឆ្លុះបញ្ចាំងហើយដឹងថាអីយើងចង់បានរូបភាពបែបម៉េចដែលយើងចង់បានហើយយើងយល់ឃើញថាវាត្រូវគ្នាជាមួយនឹងការងារដែលយើងកំពុងធ្វើរាល់ថ្ងៃហ្នឹងខ្ញុំក៏រំលឹកខ្លួនឯងបន្តដែរថារក្សាបន្តធ្វើបែបហ្នឹងបន្តធ្វើជាខ្លួនឯងអញ្ចឹងហើយកុំខ្លាចក្នុងការប្រាប់ឬក៏និយាយពីអាហ្នឹងទៅក្រុមការងារដែលនៅជុំវិញខ្លួនតែសំណាងល្អដែរនិយាយទៅមជ្ឈដ្ឋានឬក៏កន្លែងធ្វើការរបស់ខ្ញុំក្រុមការងាររបស់ខ្ញុំគឺពួកគាត់សិតតែជាអ្នកដែលនិយាយទៅមានចិត្តចង់គ្រប់គ្រងយើងឲ្យសម្រេចបាននៅអ្វីដែលយើងចង់ធ្វើអញ្ចឹងខ្ញុំអាចនិយាយមួយពួកគាត់បានឲ្យគាត់ដូចជាសាកសីអញ្ចឹងណាគាត់ដឹងឮហើយគាត់ជួយឆ្លុះបញ្ចាំងយើងតាមផ្លូវនឹងដែរជាចុងក្រោយខ្ញុំមានអារម្មណ៍ថាមួយឆ្នាំនេះគឺលឿនហើយមានលក្ខណៈមមាញឹកខ្លាំងសម្បូរទៅដោយសកម្មភាពសម្បូរទៅដោយមេរៀនឆ្លុះបញ្ចាំងសម្បូរទៅដោយការងារទំនួលខុសត្រូវកាតព្វកិច្ចដែលខ្ញុំត្រូវរៀនសូត្របន្ស៊ាំខ្លួនបត់បែនតាមកលៈទេសៈជាក់ស្ដែងហើយសង្ឃឹមថាឆ្នាំថ្មីឆ្នាំក្រោយនឹងកាន់តែប្រសើរឡើងហើយសង្ឃឹមថាការលំបាកទាំងប្រមាណដែលត្រូវរៀនបន្ស៊ាំខ្លួនពីអត់ធ្លាប់មានការងារពេញម៉ោងធ្វើសោះមកជាមានការងារពេញម៉ោងអាចជួយឲ្យខ្ញុំកាន់តែមានអារម្មណ៍ថាធូរស្រាលជាងឆ្នាំនេះច្រើនជាក់ស្ដែងទៅវាធូរស្រាលហើយគ្រាន់តែប្រៀបធៀបពីដើមឆ្នាំមកដល់ឥឡូវចុងឆ្នាំហ្នឹងគឺឃើញថាប្រសើរឡើងច្រើនហើយអញ្ចឹងរំភើបត្រៀមចាំមើលឆ្នាំ2026ថានឹងមានអីបន្ថែមមកទៀត